Ok ថ្ងៃនេះយើងមកនិយាយអំពីកាលមួយនៅក្នុងចំណោមកាលទាំង12នៅក្នុងភាសាអង់គ្លេសគឺ present simple ជាកាលបច្ចុប្បន្នកាលសាមញ្ញធម្មតាឧទាហរណ៍ He drives a bus He is a bus driver គាត់បើកឡានក្រុងគាត់គឺជាអ្នកបើកបរឡានក្រុងម្នាក់នេះគឺជាទម្រង់ present simple ទម្រង់របស់វាគឺ subject plus verb plus object ហើយ subject របស់យើងនៅក្នុង present simple គេបែងចែកជា2ក្រុមទី1 I we you they ខ្ញុំពួកយើងអ្នកពួកគេនៅក្នុង subject ក្រុមទី1នេះនៅពេលដែលប្រើជាមួយនឹងកិរិយាសព្ទនៅតែដដែលមិនប្រែប្រួលអីទេដូច drive work do ជាដើម subject ក្រុមទី2គឺ he she it គាត់នាងវានៅក្នុង subject ក្រុមទី2នេះប្រសិនបើប្រើជាមួយនឹងកិរិយាសព្ទនោះកិរិយាសព្ទនឹងត្រូវប្រែប្រួលឧទាហរណ៍ drive ទៅជា drives មាន s work ទៅជា works មាន s do ទៅជា does មាន es តើទម្រង់នេះមានលក្ខណៈបែបម៉េចយើងត្រូវចំណាំលក្ខខណ្ឌចំនួន3ទី1ប្រសិនបើកិរិយាសព្ទបញ្ចប់ដោយ s sh ch o ហើយនិង x នោះយើងត្រូវបន្ថែម es នៅពេលដែលប្រើជាមួយនឹង subject he she it ឧទាហរណ៍ kiss ទៅជា kisses watch ទៅជា watches teach ទៅជា teaches go ទៅជា goes លក្ខខណ្ឌទី2ប្រសិនបើកិរិយាសព្ទបញ្ចប់ដោយ y នោះយើងត្រូវគិតទៅដល់2ចំណុចទី1បើសិនបើមុខ y ជាស្រៈនៅក្នុងភាសាអង់គ្លេសមាន5 a e i o u នោះកិរិយាសព្ទនៅពេលដែលប្រើជាមួយនឹង subject he she it គឺយើងបន្ថែម s ធម្មតាឧទាហរណ៍ stay ទៅជា stays play ទៅជា plays ប្រសិនបើមុខ y ជាព្យញ្ជនៈក្រៅពីស្រៈទាំង5ហ្នឹងដូច្នេះយើងត្រូវលុប y ចោលបន្ថែម ies ឧទាហរណ៍ពាក្យ study ទៅជា studies លក្ខខណ្ឌទី3ប្រសិនបើកិរិយាសព្ទនោះក្រៅអំពីលក្ខខណ្ឌទាំងពីរខាងលើនោះយើងបន្ថែម s ធម្មតាឧទាហរណ៍ពាក្យ drive ទៅជា drives work ទៅជា works អញ្ចឹងថាតា present simple យើងប្រើនៅក្នុងកលៈទេសៈណាខ្លះ present simple យើងប្រើនៅក្នុងកលៈទេសៈធំចំនួន2ទី1ប្រសិនបើសកម្មភាពនឹងជាលក្ខណៈទម្លាប់ជាហៅថា habits for example she drinks coffee every morning នាងញ៉ាំកាហ្វេជារៀងរាល់ព្រឹក they play football on Sundays ពួកគេលេងបាល់ទាត់ជារៀងរាល់ថ្ងៃអាទិត្យShe studies English every evening នាងសិក្សាភាសាអង់គ្លេសជារៀងរាល់ល្ងាច I read for 30 minutes before going to bed ខ្ញុំអានរយៈពេល30នាទីមុនពេលចូលគេង Present simple គេអាចប្រើនៅក្នុងកលៈទេសៈមួយទៀតគឺជា general fact គឺជាការពិតទូទៅឧទាហរណ៍ថា Birds fly in the sky បក្សីហើរនៅលើមេឃ Fish live in waterត្រីរស់នៅក្នុងទឹក Plants need sunlight to grow រុក្ខជាតិត្រូវការពន្លឺថ្ងៃដើម្បីលូតលាស់ Exercise improve physical health ការធ្វើលំហាត់ប្រាណពង្រឹងសុខភាពផ្លូវកាយ The human heart pumps blood through the body បេះដូងរបស់មនុស្សច្របាច់ឈាមទៅពាសពេញសារពាង្គកាយនៅក្នុងភាសាអង់គ្លេសមានចំណុចវេយ្យាករណ៍ជាច្រើនដែលយើងចាំបាច់ត្រូវតែសិក្សាដើម្បីឲ្យយើងយល់ភាសាអង់គ្លេសកាន់តែច្បាស់ក៏ដូចជាការប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំថ្ងៃរបស់យើងនឹងកាន់តែបានល្អប្រសើរទោះតែវាមានចំនួនច្រើនប៉ុន្តែយើងអាចបែងចែកជា3ក្រុមធំៗគឺក្រុមទី1 parts of speech ដែលយើងសិក្សាអំពី determiners nouns pronouns verbs adjective ជាដើមក្រុមទី2 sentence form គឺជាក្រុមដែលនិយាយអំពីទម្រង់ប្រយោគដែលយើងអាចសរសេរបាននៅក្នុងភាសាអង់គ្លេសមានដូចជា indicative គឺជាក្រុមប្រយោគស្របដែលយើងហៅថាជាការទាំង12នៅក្នុងភាសាអង់គ្លេសនឹងឯងហើយក៏មាន imperative subjunctive conditional passive និង reported speech ចំណែកក្រុមទី3គឺ supplementary គឺជាក្រុមវេយ្យាករណ៍បន្ថែមក្រៅអំពីក្រុមទាំងពីរខាងលើវាមានដូចជា subject verb agreement clauses question text shifting focus inversion ជាដើមអញ្ចឹងដើម្បីទៅយល់អំពីវេយ្យាករណ៍ទាំងអស់ហ្នឹងយើងចាំបាច់ត្រូវតែយល់អំពីវេយ្យាករណ៍មួយគឺ indicative ឬក៏ជាការទាំង12ហ្នឹងឯងដូច្នេះហើយបានជាយើងបង្កើតនៅវគ្គសិក្សាមួយយើងឲ្យឈ្មោះថា Vidya's English Grammar The 12 Tenses ដែលនិយាយអំពីវេយ្យាករណ៍ទាំង12នៅក្នុងភាសាអង់គ្លេសវគ្គសិក្សានេះជាការបង្រៀនបែបជាលក្ខណៈវីដេអូមាននៅក្នុង group Telegram ដោយនៅក្នុងវីដេអូនីមួយៗមានការពន្យល់លម្អិតទាំងមេរៀនបូកជាមួយនឹងលំហាត់អនុវត្តហើយការពន្យល់នៅក្នុងវីដេអូនីមួយៗនៃការទាំង12គឺយើងបញ្យល់ស្របទៅតាម concept មួយគឺ simple but detail សាមញ្ញងាយស្រួលយល់ប៉ុន្តែលម្អិតគ្រប់ចំណុច
ក្រៅពីអំពីវីដេអូអ្នកនរគ្នានឹងទទួលបាននៅ file មេរៀនមួយដែលមានទាំងទ្រឹស្ដីនិងលំហាត់អនុវត្តអំពីការទាំង12នៅក្នុងភាសាអង់គ្លេសសរុបមានចំនួន100ទំព័រជាងដើម្បីទៅរៀនអមជាមួយនឹងវីដេអូបន្ទាប់ពីគ្នាយើងរៀនចប់មេរៀននីមួយៗយើងអាចចូលទៅលេងហ្គេមនៅក្នុង Kahoot ដែលតាក់ទងជាមួយនឹងមេរៀនដែលយើងបានរៀនហើយចាត់ទុកជាការធ្វើតេស្តសមត្ថភាពក៏ដូចជាការកម្សាន្តអារម្មណ៍មួយកញ្ចប់សិក្សានេះមានតម្លៃត្រឹមតែ$15ប៉ុន្តែសម្រាប់ការចោះឈ្មោះឥឡូវនេះវាបញ្ចុះសល់$12ដែលមានសុពលភាព1ឆ្នាំពេញគឺយើងអាចសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែង